เอาได้แบบbang Pak làm chia bớt không chân đây bang bang không bay bang không bayពុតជាហួសចិត្តបើកឡានបុកក្មេងរបួសធ្ងន់បែកជីវិតតម្លៃជីវិតមនុស្សត្រឹម 20,000 បង្កឲ្យផ្ទុះកំហឹងពេញផ្លូវភ្នំពេញករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យខឹងសម្បាមួយបានកើតឡើងកាលពីយប់មិញនៅមុខស្ថានីយទូរទស្សន៍ថោន TV ក្នុងខណ្ឌឫស្សីកែវបន្ទាប់ពីរថយន្តបង្កស្លាកលេខ PHYAN.7 បានបើកបុកម៉ូតូក្មេងប្រុសម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរដេកក្នុងធ្លុកឈាមដោយមិនទាន់ដឹងថាស្លាប់ឬរស់អ្វីដែលធ្វើឲ្យមហាជនផ្ទុះកំហឹងខ្លាំងបំផុតរហូតឈានដល់ការឡោមព័ទ្ធរថយន្តមិនឲ្យចាក់ចេញនោះគឺដោយសារអ្នកបើកបររថយន្តបានពោលពាក្យមើលងាយជីវិតជនរងគ្រោះយ៉ាងក្រអឺតក្រទុំថាបុកក្មេងនឹងអស់ប៉ុន្មានយក 20,000 ទៅចប់រឿងហើយសម្ដីអមនុស្សធម៌នេះបានធ្វើឲ្យប្រជាពលរដ្ឋដែលឃើញហេតុការណ៍ផ្ទាល់ភ្នែកទ្រាំមិនបានក៏នាំគ្នាជេរប្រទះនិងឡោមព័ទ្ធភាគីបង្កដើម្បីទាមទារយុត្តិធម៌ជូនក្មេងប្រុសរងគ្រោះសាក្សីនាទីនោះបានលើកឡើងទាំងក្តីក្តៅក្រហាយថាតើជីវិតមនុស្សមានតម្លៃត្រឹម 20,000 មែនទេបច្ចុប្បន្នក្មេងប្រុសរងគ្រោះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យចំណែកភាគីរថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅដោះស្រាយតាមច្បាប់មហាជនកំពុងរងចាំមើលថាតើអ្នកបើកបរដែលមើលងាយជីវិតមនុស្សរូបនេះនឹងត្រូវទទួលទោសកម្រិតណា